សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះយើងមកសិក្សាសំឡេងរបស់ EA បាទតើអក្សរ EA នៅក្នុងពាក្យមានសំឡេងដូចម្ដេចតើចឹងទាំងអស់គ្នាមកមើលសំឡេងទី1នេះគឺមានសំឡេង E បាទទាំងអស់គ្នាមកមើលពាក្យមួយចំនួនពាក្យនេះយើងអានថា speak អ្នកគ្នា sp បាទ EA នេះស្រៈ E ណា cake sp e speak speak បាទ speak យើងសំដៅទៅលើការនិយាយណាតើទាំងអស់គ្នាមកមើលពាក្យមួយទៀតនេះក្លទាំងអស់គ្នា C sound k L sound l ក្ល EA នេះស្រៈ E បាទ N ក្ល E ណា clean clean អូខេយើងសំដៅលើការសម្អាតអញ្ចឹងអក្សរ EA នៅក្នុងពាក្យគឺមានសំឡេង E ទាំងអស់គ្នាតើអ្នកគ្នាមកមើល EA មានសំឡេងមួយទៀតគឺ A បាទគឺមានសំឡេង A តើអ្នកគ្នាមកមើលពាក្យរបស់យើង H sound h បាទ EA នេះស្រៈ A D D head head អូខេយើងសំដៅទៅលើក្បាលពាក្យទី2ទាំងអស់គ្នា br br EA នេះស្រៈ A D D bread bread យើងសំដៅទៅលើនំប៉័ងអញ្ចឹងអក្សរ EA ទាំងអស់គ្នានៅក្នុងពាក្យអាចមាន2សំឡេងណាគឺសំឡេង E ហើយនិងសំឡេង A